សួស្តីអ្នកទាំងអស់គ្នាខ្ញុំគុនធាមកពីហាណាកម្ពុជានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបវាស់ class array និង class row ultra high range ដោយប្រើប្រាស់ម៉ាស៊ីនវាស់ SI 97771របស់ HANA ជ្រើសរើសវិធីសាស្ត្រចុចប៊ូតុងដើម្បីបើកម៉ាស៊ីនចុច method ចុចសញ្ញាព្រួយដើម្បីជ្រើសរើសយក pre-chlorine powder ឬចុច select 0 ម៉ាស៊ីនចាក់គំរូដែលមិនទាន់ប្រតិកម្ម10 ml ចូលក្នុងកែវកូវេតឲ្យដល់គំនូសកំណត់បិទឆ្នុកចនិងគម្របខ្មៅរបស់កែវកូវេតឲ្យជិតយកកន្សែងជូតកូវេតឲ្យស្ងួតដាក់កូវេតចូលក្នុងម៉ាស៊ីនឲ្យសញ្ញាសំខាន់នៅលើគម្របកែវនិងម៉ាស៊ីនវាស់ត្រូវគ្នាចុចប៊ូតុង0ពេលអក្សរបង្ហាញ0ទី0ម៉ាស៊ីនបានកំណត់0រួចវាស់គំរូយកមួយកញ្ចប់ reagent SI 93701-0 ប្រើកន្ត្រៃកាត់តាមបន្តលើកញ្ចប់ reagent រួចច្របាច់ទាំងសងខាងបញ្ចូលគ្នាឲ្យចេញជារាងជាឡើងចាក់ reagent ទាំងអស់ចូលក្នុងខូវេតបិទឆ្នុកចោលនិងគម្របខ្មៅរបស់ខូវេតឲ្យជិតក្រឡុកកែវកូវេតតិចៗរយៈពេល20វិនាទីដើម្បីឲ្យថ្នាំរលាយប្រើកន្សែងជូតឲ្យស្ងួតកូវេតដាក់កែវកូវេតចូលទៅក្នុងម៉ាស៊ីនវាស់ឲ្យសញ្ញាសម្គាល់លើគម្របកែវនិងលើម៉ាស៊ីនវាស់ត្រូវគ្នាចុច Rig អេក្រង់នឹងបង្ហាញការរ៉ាប់ថយក្រោយ1នាទីពេលអស់ម៉ោងរាប់ថយក្រោយអេក្រង់នឹងបង្ហាញលទ្ធផល class array គឺ 0.87 មីលីក្រាមក្នុង1លីត្រខ្លោជ្រើសរើសវិធីសាស្ត្រចុចប៊ូតុងដើម្បីបើកម៉ាស៊ីនចុច method ចុចសញ្ញាព្រួយដើម្បីជ្រើសរើសយក total chlorine ចុច select ចាក់គំរូដែលមិនទាន់5 10 ml ចូលក្នុងកែវកូវេតឲ្យដល់គំនូសកំណត់បិទឆ្នុកចនិងគម្របខ្មៅរបស់កែវកូវេតឲ្យជិតយកកន្សែងជូតកូវេតឲ្យស្ងួតដាក់កូវេតចូលក្នុងម៉ាស៊ីនឲ្យសញ្ញាសំខាន់នៅលើគម្របកែវនិងម៉ាស៊ីនវាស់ត្រូវគ្នាចុចប៊ូតុង0ពេលអក្សរបង្ហាញ0ទី0មានន័យថាម៉ាស៊ីនបានកំណត់0រួចរាល់វាស់គំរូយកមួយកញ្ចប់ SI 95771-0 និងកញ្ចប់ reagent SI 95771-B-0 ប្រើកន្ត្រៃកាត់តាមបន្តលើកញ្ចប់ reagent រួចច្បាច់ទាំងសងខាងបញ្ចូលគ្នាឲ្យចេញជារាងជាឡើងចាក់ reagent ទាំងអស់ចូលទៅក្នុងខូវេតអនុវត្តដូចគ្នាសម្រាប់កញ្ចប់ថ្នាំក្រោយបិទឆ្នុកចនិងគម្របខ្មៅរបស់កែវកូវេតឲ្យជិតវិញប្រឡក់កែវកូវេតតិចៗរយៈពេល20វិនាទីដើម្បីឲ្យរលាយប្រើកន្សែងជូតកូវេតឲ្យដាក់កែវកូវេតចូលក្នុងម៉ាស៊ីនវាស់ឲ្យសញ្ញាសម្គាល់លើគម្របកែវនិងលើម៉ាស៊ីនត្រូវគ្នាចុច Rig អេក្រង់នឹងបង្ហាញការរ៉ាប់ថយក្រោយ1នាទីពេលអស់ម៉ោងរាប់ថយក្រោយអេក្រង់នឹងបង្ហាញលទ្ធផល class array 109មីលីក្រាមក្នុង1លីត្រខ្លោដូច្នេះខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបវាស់ class array និង class row ultra high range ជាមួយនឹងម៉ាស៊ីនវាស់ SI 97771របស់ HANA សូមអរគុណដែលបានទស្សនាវីដេអូកុំភ្លេចចុច like និង subscribe នៅខាងក្រោមដើម្បីតាមដានវីដេអូថ្មីៗពី HANA